លំហាត់ប្រភេទនេះគឺយើងត្រូវការផ្គូផ្គង heading ហ្នឹងគឺចំណងជើងនៅខាងក្រោមនេះជាមួយនឹង paragraph A B C តើត្រូវជាមួយមួយណា heading គឺគេឲ្យមកលើស paragraph មានតែ3ទេតែ heading មានដល់6យើងចាប់ផ្ដើមពី A ទៅមុនជាទូទៅសំណួរខ្ញុំតែងតែអានសំណួរហើយមិនអាន paragraph តែនៅពេលដែល heading ខ្ញុំចូលចិត្តមើល paragraph ហើយបើខ្ញុំផ្គូផ្គងទៅសំណួរតាមក្រោយ Paragraph A. Urban farming has expanded rapidly in major cities around the world. Many residents are turning rooftop and abandoned lots into green space where they grow vegetables and herbs. This movement is driven by concern about food security and desire for fresher, locally grown produce. មានន័យថាជារួម urban farming មានន័យថាធ្វើបានន័យថាដាំដុះបន្លែផ្កាក្នុងទីក្រុងហ្នឹងអានេះចាប់ផ្ដើមមនុស្សចាប់ផ្ដើមចូលចិត្តហើយគេចាប់ផ្ដើម turn អា rooftop ទៅបូផ្ទះឬមួយក៏កន្លែងដែលគេបោះបង់ចោលហ្នឹងដើម្បីរៀបចំជា space មួយដាំបន្លែតែពិតមូលហេតុនេះដោយសារតែគេខ្វល់ពីសុវត្ថិភាពចំណីអាហារហើយនឹងចង់បានអាហារដែលស្រស់ថ្លាដាំដោយខ្លួនឯងអញ្ចឹងណាយើងមើល heading ទីមួយគេនិយាយថា environmental advantage of urban farming និយាយពីបរិយាបាននៃការការពារបរិស្ថាននានាពីការធ្វើដាំបន្លែរបៀបហ្នឹងតែកន្លែងនេះ paragraph អីអត់មាននិយាយពីហ្នឹងទេទី2 why urban farming is becoming more popular ហេតុអីក៏ការដាំបន្លែផ្កាក្នុងក្រុងហ្នឹងខ្លាចជារឿងមួយដែលមានប្រជាប្រិយភាពជាងមុនវាអាចឥឡូវយើងមើលទៀងទាត់ជាមួយ paragraph A នៅក្នុង paragraph A គេបាននិយាយច្បាស់ថាមនុស្សឥឡូវនេះគឺចាប់ផ្ដើម turn rooftop abandoned lot ដើម្បីដាំបន្លែផ្កាហ្នឹងហើយមូលហេតុដែលជាចម្បងគឺដោយសារតែខ្វល់ពីសុវត្ថិភាពចំណីអាហារ food security and desire for fresher locally grown produce ហើយហ្នឹងគឺគេប្រាប់ពីហេតុផលហេតុអីបានជាវាឥឡូវល្បីជាងមុនអញ្ចឹងចម្លើយគឺលេខ2 Paragraph B One major benefit of urban farming គឺ benefit មួយនៃ benefit ទាំងអស់របស់ urban farming គឺ ability to reduce environmental impact of food transportation ហើយនេះគឺវាកាត់បន្ថយបញ្ហាប៉ះពាល់បរិស្ថាន Since food is grown closer to consumer បើនេះហើយវាដាំភ្លាមញ៉ាំបានភ្លាមអញ្ចឹងណា fewer trucks are needed to deliver produce resulting in lower carbon emission អញ្ចឹងអត្ថការដឹកជញ្ជូននេះច្រើនទេអញ្ចឹង carbon emission ការដឹកជញ្ជូនហ្នឹងក៏វាបានន័យថាបរិស្ថានក៏វាមិនប៉ះពាល់អីណាដែរអញ្ចឹងកន្លែងហ្នឹងសរុបមក paragraph B ជារួមហ្មងគឺគេនិយាយពីបរិស្ថានអញ្ចឹងយើងមើល heading ទី1ខាងលើនេះគឺមានតែមួយហ្នឹងឯងដែលនិយាយពីបរិស្ថាន environmental advantages of urban farming អញ្ចឹងកន្លែងហ្នឹងគួរតែចំណាយលេខ1 Paragraph C Despite its advantages ទោះបីជាល្អចឹងក៏ដោយ urban farming face several challenges ប៉ុន្តែវានៅតែជួបវិបត្តិអញ្ចឹងវាមានបញ្ហាដែលប្រឈមមុខដូចគ្នា Many cities lack clean irrigation ប្រព័ន្ធទឹកអត់ល្អខ្វះខាត Farmers often struggle with unpredictable weather condition and limited access to water ហើយនិយាយរួមបាននៃអាកាសធាតុហ្នឹងគឺមិនអាចទស្សន៍ទាយដឹងមុនទេហើយបាននៃបញ្ហាប្រព័ន្ធទឹកហ្នឹងគឺមានកំណត់ទៀតផងអញ្ចឹងយើងមើលរបស់យើងតែកន្លែងហ្នឹងគេនិយាយពី government support ទេអត់ទេលេខ3នេះអត់មាននិយាយពី government support ទេ problem facing urban farmer វាអាចតែយើងទុកសិនព្រោះមិញនិយាយតែសិតពីបញ្ហាទាំងអស់ facing several challenges តែយើងសូមអានអស់សិនណាទី5 different type of farming method តែនិយាយពីវិធីសាស្ត្រដាំបន្លែផ្កាអីហ្នឹងឯងអត់ទេ History of farming in Europe ប្រវត្តិសាស្ត្រនៃការធ្វើស្រែចម្ការនៅអឺរ៉ុបក៏មានដែរអញ្ចឹងសរុបមកគឺគេនិយាយអំពីនេះ problem facing នេះនៅក្នុងតបក៏គេបាននិយាយច្បាស់ដែរថា urban farming face several challenges ដូចជាខ្វះទឹកអីជាដើមចំណុចហ្នឹងគឺលេខ4